ពេលខ្ញុំហៀបនឹងវាកំតិចនោះខ្ញុំស្រាប់តែឃើញនារីស្រស់ស្អាតម្នាក់មានសម្បុរស្អាតមិនក៏គេស្អាតម្ល៉េះពិតទេតាមពិតទៅអ្នកណាក៏ស្អប់ខ្ញុំដែរតែលើកនេះខ្ញុំនឹងប្រគល់ឲ្យអស់ទុកពេលឲ្យខ្ញុំមួយថ្ងៃខ្ញុំនឹងបង្ហាញអ្នកពីសុភមង្គលបន្ទាប់ពីនិយាយផ្អែមអ្នកបានយល់ព្រមមិនយូរប៉ុន្មានខ្ញុំបានទៅដល់ផ្សារនេះជាផ្កានិងសូកូឡាហើយចុងក្រោយគឺលេខទូរស័ព្ទរបស់អ្នកដរាបណាខ្ញុំនៅមានជីវិតថ្ងៃស្អែកខ្ញុំនឹងទូរស័ព្ទទៅអ្នកខ្ញុំបានដើរទៅក្មេងស្រីដែលមានផ្កាចិត្តល្អគ្មានអ្នកណាឲ្យផ្កាខ្ញុំពីមុនប៉ុន្តែខ្ញុំភ្លេចថាគាត់មិនមែនជាមនុស្សទេផ្កាក្រៀមស្វិតនៅក្នុងដៃរបស់គាត់មិនយូរប៉ុន្មានដើម្បីបំបត្តិកំហឹងខ្ញុំបានហុចសូកូឡាឲ្យគាត់វាមានរសជាតិប្លែកណាស់ខ្ញុំមិននឹកស្មានថាសូកូឡាអាក្រក់បែបនេះទេក្រឡេកមកមើលទស្សនវិជ្ជានេះខ្ញុំស្ទើរតែមិនជឿអូនតោះតែញ៉ាំបាយមិនយូរប៉ុន្មានខ្ញុំបាននាំគាត់ទៅភោជនីយដ្ឋានថ្លៃបំផុតនៅក្បែរនោះប៉ុន្តែខ្ញុំមិននឹកស្មានថាត្រូវជប់នៅមាត់ទ្វារនោះទេជាសុំទោសយើងត្រូវស្លៀកសម្លៀកបំពាក់ផ្លូវការនៅទីនេះខ្ញុំសុំទោសប៉ុន្តែខ្ញុំមិនរំខានអ្នកទេសម្លាញ់គុំស្ដាប់ពាក្យសម្ដីរបស់គាត់អ្នកស្អាតជាងគេតើអ្នកដឹងទេថាអ្នកកំពុងនិយាយអ្វីនេះជាសម្លៀកបំពាក់ដែលផលិតតាមទម្លាប់ក្រោយពីនិយាយដូច្នេះខ្ញុំបានហៅអ្នករត់ទោសហើយប្រើអំណាចរបស់ខ្ញុំដើម្បីដោះស្រាយបញ្ហាប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះនារីម្នាក់នោះបានដោះអាវក្រៅចេញដោយបង្ហាញនៅរោគដ៏ស្រស់ស្អាតមួយនៅខាងក្រោមវាហាក់ដូចជាជីវិតអតីតកាលរបស់ខ្ញុំបានឃើញរឿងនេះអំឡុងពេលញ៉ាំអាហារខ្ញុំធ្វើឲ្យគាត់សើចពេញបេះដូងហើយថែមទាំងឲ្យអ្នកលេងព្យ៉ាណូលេងភ្លេងដែលគាត់ចូលចិត្តទៀតផងខ្ញុំមានអ្វីត្រូវធ្វើខ្ញុំនឹងចេញទៅក្រៅបន្តិចញ៉ាំអាហារមុនពេលដែលខ្ញុំកំពុងអង្គុយចាំគាត់រាប់តែយឺសំឡេងស្រែកអ្នករត់តុដែលខាត់យើងបានដួលទៅនឹងដីហើយពីរថយន្តគឺក្មេងស្រីហេតុអ្វីបានជាអ្នកធ្វើដូច្នេះគាត់បញ្ឈប់ពួកយើងដោយសារតែការងាររបស់គាត់កុំបារម្ភអំពីវាដោយសារហេតុនេះការបរិច្ឆេទដ៏អស្ចារ្យរបស់យើងបានឈានដល់ទីបញ្ចប់យ៉ាងឆាប់រហ័សវាចប់ហើយខ្ញុំក្រឡេកមើលពេលនោះហើយដឹងថាខ្ញុំមិនមានពេលច្រើនទេមិនអីទេខ្ញុំនឹងនាំអ្នកទៅកន្លែងមួយអ្នកនឹងសប្បាយចិត្តពាក់កណ្ដាលផ្លូវនារីម្នាក់នេះបានប្រើសមត្ថភាពពិសេសម្ដងទៀតបណ្ដាលឲ្យឡានដែលទើបទិញថ្មីរបស់ខ្ញុំខូចពេលចិត្តដល់គោលដៅស្រាប់តែមានភ្លៀងធ្លាក់ខ្ញុំបាននិយាយថាឲ្យខ្ញុំយកអ្នកទៅខ្ញុំមិនចង់ឲ្យស្បែកជើងរបស់អ្នកខ្វក់ពួកខ្ញុំបាននិយាយប៉ុន្តែដូចជាខ្ញុំបានបោះជំហានដំបូងរបស់ខ្ញុំបានធ្លាក់ចូលក្នុងភ្នូក្នុងទីបញ្ចុះសពនេះគឺវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំរញ៉េញ៉ៃទាំងអស់យីមិនអីទេខ្ញុំសប្បាយចិត្តតើអ្នកអាចឲ្យខ្ញុំទៅបានទេសូមទោសវាជាកាតព្វកិច្ចរបស់ខ្ញុំប៉ុន្តែប្រសិនបើអ្នកនៅជាមួយខ្ញុំអាចឲ្យអ្នកទៅគឺជាការពិតណាស់ស្នេហាគឺតែងតែគួរឲ្យស្រឡាញ់មិនថាអ្នកមានការរំខានប៉ុណ្ណានោះទេដល់លេងអ្នកត្រូវតែជាអំណោយពីស្ថានសួគ៌ចាំថាអ្នកនៅជាមួយខ្ញុំអ្នកមិនអាចថាបស្ត្រីផ្សេងទៀតបានទេបើមិនដូច្នេះទេខ្ញុំនឹងឲ្យអ្នកបង់ថ្លៃប៉ុន្តែខ្ញុំមិនបានយកវាធ្ងន់ធ្ងរទេមិនយូរប៉ុន្មានខណៈពេលដែលលីណាចេញទៅធ្វើការខ្ញុំបានជួបនារីម្នាក់ទៀតពេលនាងហៀបនឹងថាប់ខ្ញុំក៏និយាយថាគូសុំទោសសម្លាញ់នេះមិនធ្វើអីទេតើអ្នកកំពុងធ្វើអ្វីនាងបានឆ្លើយថាដល់លេងកុំយល់ច្រឡំអីមិត្តល្អរបស់ខ្ញុំមិនស្រួលខ្លួនដូច្នេះគាត់មករកខ្ញុំបានសុំទោសដោយនិយាយថាខ្ញុំគិតច្រើនព្រោះលីណាមិនមានគំនិតនៃទំនាក់ទំនងហើយមិនដែលសង្ស័យទំនាក់ទំនងរបស់យើងទេប៉ុន្តែនៅថ្ងៃនេះខ្ញុំបានធ្វើខុសយ៉ាងធំនៅពេលដែលទឹកជ្រលក់ប្រឡាក់សម្លៀកបំពាក់របស់ខ្ញុំមានការរំខានហើយមិនដឹងថាកាមេរ៉ានៅលើយើងនៅពេលណានោះទេព្រះឲ្យតានៅកំពុងធ្វើអ្វីខ្ញុំគិតថាខ្ញុំបានរួចផុតពីការដាក់ទោសមុនពេលការដាក់ទណ្ឌកម្មពិតប្រាកដមកដល់នេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះខ្ញុំបានលន់មាត់ដល់លេងយើងគ្រាន់តែជាមិត្តរក្សាទុកពាក្យទាំងនោះសម្រាប់ពេលដែលយើងឡើងលើផ្ទះមុនពេលខ្ញុំនិយាយចប់រន្ទះបានវាខ្ញុំត្រូវចាំថាកុំញ៉ាំអាហារត្រជាក់ខ្លាំងពេកពេលកំពុងមើលហ្គេម